ទទួលទៅឲ្យគ្នាអ្នកដាក់អស់ចិត្តក៏ប៉ុន្តែមិនទទួលហើយមិនទទួលឥឡូវនេះក្រោយតែលោករងឈុនបានផ្សព្វផ្សាយសារនេះស្រាប់តែអ្នកនាំពាក្យក្រសួងយុតិធម៌ហ្នឹងគឺចេញសារយ៉ាងវែងអន្លាយខ្ញុំឆ្ងល់ថាអស់លោកអត់ដែលមានពេលវេលាអីច្រើនសម្រាប់ធ្វើកិច្ចការងារអីផ្សេងការទៀតទេឬមួយក៏បានតែចេញសារអីម្ដងត្រូវតែ5ទំព័រត្រូវតែ3ទំព័រត្រូវតែ4ទំព័រចេញតែមក2 3ម៉ាត់មកបានហើយគ្រាន់តែពន្យល់ថាលិខិតហ្នឹងយ៉ាងម៉េចហើយដោះស្រាយយ៉ាងម៉េចចប់និយាយពីនៅផ្អែមបន្លែដូចនៅខំប្រឹងជួយបិទបាំងការពិតឲ្យប្រឡប់ព្រឹត្តិការណ៍ទៀតអ្វីដែលប្រឡប់នេះគឺគាត់និយាយប្រឆាចការពិតហើយបានទៅជានិយាយលៀងខ្លួនទៅវិញឥឡូវខ្ញុំនិយាយអំពីសាររបស់លោកអែមច័ន្ទមករាដែលជាអ្នកនាំពាក្យក្រសួងយុតិធម៌សរសេរនៅលើបណ្ដាញ Facebook របស់លោកឲ្យដាក់តបទៅលោករងឈុនទៅទៀតបើក៏ដាក់ចេះការលើកឡើងសំទោសសារឆ្លើយតបទៅលោករងឈុននេះគឺសាររបស់លោកអែមច័ន្ទមករាលោកថាក្នុងនាមអ្នកនាំពាក្យក្រសួងខ្ញុំសូមបញ្ជាក់ជូនថាក្រសួងយុតិធម៌ក្នុងនាមជាស្ថាប័នសាធារណៈរបស់រដ្ឋជានិច្ចកាលតែងតែបើកទ្វារស្វាគមន៍និងទទួលរាល់ពាក្យបណ្ដឹងឬពាក្យសុំអន្តរាគមន៍នានារបស់ប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធដោយពុំមានការរើសអើងណាមួយឡើយរាល់ពាក្យបណ្ដឹងឬពាក្យសុំអន្តរាគមន៍ទាំងនោះតែងទទួលបានការពិនិត្យនិងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់ហើយក្រសួងយុតិធម៌តែងតែធ្វើការឆ្លើយតបនិងដោះស្រាយក្នុងក្របខ័ណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួងបន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញតកតងនឹងករណីខាងលើនេះខ្ញុំសូមបញ្ជាក់ជាថ្មីថាលិខិតស្នើសុំអន្តរាគមន៍របស់លោករងឈុនដែលបានដាក់មកក្រសួងយុតិធម៌កាលពីថ្ងៃទី1ខែកក្កដាឆ្នាំ2026កន្លងទៅនេះគឺត្រូវបានទទួលយកនិងកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ហ្មត់ចត់ដោយមន្ត្រីជំនាញដើម្បីធ្វើចំណាត់ការតាមនីតិវិធីច្បាប់ជាធរមានដោយរាល់លិខិតឬពាក្យអន្តរាគមន៍របស់ប្រជាពលរដ្ឋទូទៅដែរខ្ញុំសូមបញ្ជាក់ជាថ្មីថាលិខិតស្នើសុំអន្តរាគមន៍របស់លោករងឈុនដែលបានដាក់មកក្រសួងយុតិធម៌កាលពីថ្ងៃទី1ខែកក្កដាឆ្នាំ2026កន្លងទៅនេះក៏ត្រូវបានទទួលចាត់ការដោយលិខិតពាក្យបណ្ដឹងដទៃទៀតដែលប្រជាពលរដ្ឋទូទៅដាក់មកក្រសួងដែរក្រសួងយុតិធម៌ធ្វើការឆ្លើយតបបន្ទាប់ពីក្រុមជំនាញឲ្យបានពិនិត្យសំទោសខ្ញុំអានសារថ្មីឲ្យវាដដែលពេកដូច្នេះខ្ញុំសូមច្រានចោលទាំងស្រុងនៅការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោករងឈុនថាសហការីរបស់លោករងឈុនយកលិខិតមកដាក់ជូនក្រសួងយុតិធម៌កំប៉ុន្តែត្រូវបានមន្ត្រីនគរបាលបដិសេធរដ្ឋបាលបដិសេធមិនទទួលការលើកឡើងនេះគឺជាការមិនពិតនិងជាការភូតកុហកសាធារណជនទាំងស្រុងហើយសូមស្នើឲ្យក្រុមរបស់លោករងឈុនបដូរចេញនៅទម្លាប់ដែលមិនល្អក្នុងការនិយាយភូតកុហកឬបំភ្លៃការពិតដើម្បីបំភាន់សាធារណមតិបំពុលបរិយាកាសសង្គមឬក៏ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ព័ត៌មានបងប្អូនឃើញទេនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុតិធម៌មកវែងនេះខ្ញុំលុបចោលពាក់កណ្ដាលទៀតក៏អត់មាននិយាយពីលិខិតទី2របស់លោករងឈុនទេគាត់អូសពេលហ្នឹងនិយាយតែពីលិខិតទី1ថ្ងៃ1កក្កដាឆ្នាំ2026ហ្នឹងដដែលថាក្រសួងគេបានទទួលគេបានអីដោះស្រាយដូចអីយកចិត្តទុកដាក់ប្រជាពលរដ្ឋគ្រប់តើអ្នកណាគេនិយាយអំពីលិខិតទី1នឹងលោករងឈុនមានបាននិយាយថាលិខិតទី1នឹងគេមិនទទួលហើយណាលិខិតទី1នឹងគឺបានទទួលទៅហើយលោករងឈុនក៏បានផ្សាយដែរថាក្រសួងយុតិធម៌ហ្នឹងបានទទួលតាលិខិតទី1ហ្នឹងតែគេនិយាយពីលិខិតទី2នេះអាទៅដាក់ពីភាសាមិញនេះដើម្បីឲ្យក្រសួងយកមកដោះស្រាយតើវាដល់ណាហើយយូរណាហើយជនរងគ្រោះដែលជាអ្នកដាក់ហ្នឹងគ្នាសុំបានបំភ្លឺមើលឆ្លើយតបមើលយ៉ាងម៉េចអីអញ្ចឹងដែរមានការទទួលខុសត្រូវមួយខែជាងឲ្យស្ងាត់ជើងអត់ទទួលអត់ប្រាប់ពីមូលហេតុហើយឥឡូវដល់ពេលលោកអែមមករាលោកអែមច័ន្ទមករាចេញមកនិយាយគឺនិយាយតែពីលិខិតទី1ហ្នឹងប្រជាពលរដ្ឋទាំងអស់ស្ដាប់មកហ្នឹងគឺជក់ចិត្តថាអញលោករងឈុនផ្ដេសផ្ដាស់មែនតែនគេទទួលលិខិតទៅហើយហេតុអីបានថាគេអត់ទទួលលិខិតប៉ុន្តែលោកអែមច័ន្ទមករាអត់បាននិយាយលិខិតទី2ទេឃើញទេបិទលិខិតទី2ចោលនិយាយតែពីការទទួលបានលិខិតទី1ហើយទាត់ចោលអាការដែលថាអត់ទទួលបានលិខិតហ្នឹងថាជាការពលឹះមួលបង្កាច់ហើយសុំឲ្យលោករងឈុនហ្នឹងដូចចរិតអីណាវែងឆ្ងាយសារនយោបាយមកកណកដឹក
ជាអ្នកនាំពាក្យក្រសួងគេមិនដែលប្រើសារនយោបាយបែបគុណនាមច្រើនចឹងឯងលោកអែមច័ន្ទមករាលោកជាក្មេងជាបញ្ញវន្តជំនាន់ក្រោយជាមនុស្សគួរឲ្យជាទុកចិត្តជាគេហៅថាអ្នកស្នងមរតកនៃការដែលមិនលៀបពណ៌ការដែលមិនប៉ាតណាប៉ាតនៃប្រទេសផ្ដាស់ដោយមនុស្សជំនាន់មុនច្រើនណាអ្នកនាំពាក្យចាប់10មួយយួរឥឡូវលោកចេញមកក៏10មួយយួរដូចគេដែរយើងជាបញ្ញវន្តជាអ្នកនាំពាក្យត្រូវប្រកាន់គោលការណ៍អត់ធ្មត់ឲ្យមែនតើដល់កម្រិតឲ្យភាសាការទូតផ្លូវការទោះជាប្រជាពលរដ្ឋខឹងសម្បាយ៉ាងណាគឺយើងជាមន្ត្រីរាជការបម្រើរាជស៊ីប្រាក់ខែរាជគឺយើងត្រូវមុខក្រាស់ឲ្យអត់ធ្មត់លេបថ្មលេបគ្រួឲ្យសរសេរយ៉ាងសុភាពរៀបសារធម្មតាសុំទោសអនុគ្រោះអីអញ្ចឹងទៅយើងកំពុងបន្តកិច្ចការងារហ្នឹងហើយអត់មានមកចេញពាក្យស្អីណាសុំស្នើឲ្យលោករងឈុនបដូរចេញនៅទម្លាប់ដែលមិនល្អក្នុងការនិយាយភូតកុហកឬក៏បំភ្លៃការពិតដើម្បីបំភាន់មតិសាធារណជនបំពុលបរិយាកាសសង្គមឬធ្វើឲ្យប៉ះពាល់ដល់សន្តិភាពព័ត៌មានពាក្យទាំងអស់នេះណាវាមិនមែនជាពាក្យរបស់អ្នកជំនាញផ្លូវការនៅក្នុងការសរសេរពាក្យពេចន៍ទេអស់លោកវាជ្រុលតាមអាជ័យធ្លាក់ទឹកហើយអើហ្នឹងគឺសរសេរតែអញ្ចឹងធ្វើឲ្យចរិតរបស់អ្នកនាំពាក្យហ្នឹងគឺគេជេរតែម្ដងយើងអាចសរសេរអញ្ចឹងបានទេយើងគ្រាន់តែសរសេរថាខ្ញុំសូមបំភ្លឺក្រសួងបានទទួលលិខិតរបស់លោករងឈុនថ្ងៃទី1ខែកក្កដាហើយយើងកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់សូមអរគុណលោករងឈុននិងក្រុមប្រជាពលរដ្ឋដែលទុកចិត្តក្រសួងយុតិធម៌ក្នុងការដោះស្រាយយើងមានសំណុំរឿងច្រើនយើងមានករណីច្រើនយើងអ្នកណាមកមុនយើងដោះស្រាយមុនតាមដំណាក់កាលហើយក៏យើងនៅសល់សំណុំរឿងលិខិតដែលដាក់មកក្នុងមួយខែនេះមានប៉ុណ្ណេះម៉ឺនសន្លឹកប៉ុណ្ណេះពាន់សន្លឹកហើយយើងដោះស្រាយមានមួយខែយើងដោះស្រាយបាន500បណ្ដឹង500អីអញ្ចឹងទៅតាមលំដាប់លំដោយគ្មានប្រជាពលរដ្ឋណាដែលសំខាន់ជាងប្រជាពលរដ្ឋណាដាក់ទៅយើងយកចិត្តទុកដាក់គ្រប់គ្នាហើយបើតកតនឹងការឆក់ល្វែងលិខិតដែលលោករងឈុនដាក់នៅថ្ងៃទី4សំទោសទី5ខែសីហាបើសិនជាមន្ត្រីរដ្ឋបាលមានការឆក់ល្វែងមិនបានទទួលលិខិតដោយប្រការណាមួយយើងខ្ញុំសូមអធិស្ឋានសូមលោកយកមកដាក់ម្ដងទៀតអាចនឹងយើងខ្ញុំនឹងពិនិត្យអីអញ្ចឹងទៅសូមអធិស្ឋានចំពោះការខកខានមិនបានដោះស្រាយចប់ប៉ុណ្ណឹងបានហើយឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចទៅហើយយើងនឹងមកលៀបពណ៌គេអូយខ្លាចតែអស់លោកមេអស់លោកនឹងមិនគិតថាលោកនឹងជាមនុស្សដែលគេរើសមកឲ្យធ្វើជាសេកអ្នកនាំពាក្យក្រសួងយុតិធម៌ហ្នឹងបាច់មកហ្នឹងមិនបាតមកថ្ងៃនោះមុនមកហ្នឹងខ្លាចគេថាយើងមិនបាតផ្សារខ្លាចយើងថាយើងមិនចេះប្រើពាក្យអសរោះថាយើងនឹងមិនចេះលៀបពណ៌គេមែនហើយឥឡូវដល់និយាយចឹងសម័យខ្លួនលោករងឈុនប្រប៉ិនគាត់ឯងគាត់ទៅកុហកគាត់ធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជាប្រមាណឆ្នាំទៅហើយគាត់មានដែលទៅកិច្ចការទទួលខុសត្រូវម្ដងណាទេអាជ្ញាធរហៅទៅផ្តិតមេដាយរាល់ខែគាត់ផ្តិតមេដាយរាល់ខែរឿងហាមឃាត់សិទ្ធិសេរីភាពរបស់គាត់ដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការហើយឥឡូវយកពាក្យហ្នឹងយកមកលាបពណ៌គាត់ហើយថាគាត់ជាអ្នកដែលបន្លំមតិសាធារណជនរឿងលិខិតដែលរដ្ឋបាលអត់ទទួលចោះលោកអែមច័ន្ទមករាមានទៅមើលទេអ្នកស្រីពុំព្រំចន្ទថាយកលិខិតមួយសន្លឹកលោករងឈុននឹងអង្គុយចាំក្នុងឡានលោកស្រីព្រំចន្ទថាដែលជាភរិយាលោកកកកំភៀជាប់គុក6ឆ្នាំទៅចេញមកអត់មានបាត់មួយថ្ងៃទេគាត់យកទៅដាក់ទៅក្នុងខែកន្លែងរដ្ឋបាលមន្ត្រីរដ្ឋបាលដែលចោះលិខិតគាត់ថ្ងៃទី5ហ្នឹងម្នាក់ក្មេងជាងគេនៅកាន់កន្លែងលិខិតហ្នឹងដំបងរវាយត្រាបោះស្លាកហើយក៏ប៉ុន្តែបានមន្ត្រីម្នាក់ទៀតដែលមានវ័យចំណាស់ជាងហ្នឹងស្រាប់តែទៅទេឆ្វាត់ឆ្វែងអីចឹងទៅស្រាប់មិនទុះអត់ទទួលយកលិខិតហ្នឹងលោកអត់យកការងារហ្នឹងយកមកពិនិត្យពិច័យទេរួចទៅទាត់ចោលលិខិតគេថាគេហ្នឹងបំប៉ោងព័ត៌មានតាមពិតលោកទេដែលបំភាន់មតិសាធារណជនប្រជាពលរដ្ឋគេតលន់នឹងអារបៀបធ្វើការនេះហើយនេះហើយដល់ពេលលោកធ្វើអញ្ចឹងអន់ចរិតតាមពិតបើកុំដាក់អាកថាខណ្ឌចុងក្រោយនេះដូចខ្ញុំនិយាយអញ្ចឹងគ្រាន់តែបកស្រាយតែមួយម៉ាត់មកថាបើសិនជាមានការឆក់ល្វែងណាមិនបានទទួលលិខិតដោយការលើកឡើងរបស់ក្រុមលោករងឈុនទេសូមអញ្ជើញយកមកដាក់ម្ដងទៀតមកមិនហួសពេលទេហើយយើងនឹងពិនិត្យពិច័យចប់បាត់ហើយអស់លោកមិនចេះធ្វើការទេប៉ុន្តែអស់លោកចូលចិត្តប្រើអចរិតមួយនឹងដើម្បីឲ្យប្រជាប្រដ្ឋជេរហើយតាំងតាថាគេនឹងខូចហើយទៅថាលោករងឈុនប្រឡប់តាមពិតខ្លួនឯងជាអ្នកដែលប្រឡប់ព័ត៌មានបំពុលព័ត៌មានបំប៉ោងព័ត៌មានហើយទៅលៀបពណ៌គេក្នុងក្រសួងយើងជាក្រសួងជាមន្ទីរជាមន្ត្រីរាជការស៊ីប្រាក់ខែរាជយើងត្រូវអត់ធ្មត់ណាស់អត់មានរឿងមកតបអីបែបនេះទេហើយខ្ញុំនេះខ្ញុំមិននិយាយនេះនិយាយយកតែប៉ុនទេ
ការងារគួរធ្វើបានល្អជាងហ្នឹងណាព្រោះគេជួលលោកមកហ្នឹងគឺរាជយើង8 10លានអ្នកហ្នឹងបងប្រាក់ខែជួលលោកមកឲ្យធ្វើការហ្នឹងបំរើរាជមិនមែនមកឲ្យលោកមកតបក្តៅកាហាយនឹងរាជលៀបពណ៌រាជទេហើយបើសិនជាអស់លោកនៅធ្វើដដែលទេគឺអស់លោកហែកស្លឹកឆ្នោតគណៈបកប្រជាជនកម្ពុជាចោលទៀតហើយខ្ញុំក៏ផ្ដាំព្រោះអីយើងធ្វើឲ្យប្រជាពលរដ្ឋចិត្តតែក្តៅកាហាយអញ្ចឹងខ្ញុំសូមបញ្ជាក់ថាគឺលិខិតរបស់លោករងឈុនយកទៅដាក់ម្ចាស់ខ្លួនប្រាប់ថាយកទៅដាក់តែគេអត់ទទួលឥឡូវទៅជាលោកអែមច័ន្ទមករាទៅទាត់ចោលថាលោករងឈុននឹងប្រឡប់គេប្រឡប់ឯងមិនបានយកលិខិតឬក៏និយាយទៅអត់មាននិយាយលិខិតទី2របស់គាត់និយាយពីលិខិតទី2លោកអែមច័ន្ទមករានិយាយពីលិខិតទី1ហើយធ្វើដូចមែនតែនអញ្ចឹងអាលិខិតទី1មាននរណាគេជំទាស់គេដឹងតែបានទទួលតែទទួលចាត់ការអង្កលគេគ្រាន់តែដាក់លិខិតទី2ទៅសួរថាទី1ចាត់ការអង្កលគាត់ទៅនិយាយតែពីលិខិតទី1យកបងអញ្ចឹងទៅថាគេនឹងរៀបចំហើយចុងក្រោយមកលៀបពណ៌ថាទីអត់ដែលបាននិយាយទៅគឺគាត់ថាលិខិតបានទទួលហើយទទួលអាទី1ហ្នឹងអាទី2អត់និយាយសោះហើយទៅមកលៀបពណ៌គេថាលោកត្រង់ជុនហ្នឹងប្រហែលចង់សម្ដៅទៅលើការអត់ទទួលលិខិតទី1ហ្នឹងក៏មិនដឹងព្រោះអីគាត់និយាយលុបអាលិខិតទី2គេចោលបាត់ហើយមានទាំងលិខិតគាត់សរសេរចុះហត្ថលេខាមានស្អីសញ្ញេរបស់លោករងឈុនទៀតគាត់ថាខ្លួនគាត់មិនទទួលអញ្ចឹងណាលោកច័ន្ទមករាហ្នឹងណាគួរតែទៅ check មើលអា security camera នៅអាក្រសួងយុតិធម៌ហ្នឹងបើសិនជាលោកចង់ផ្ចាញ់ផ្ចាលលោករងឈុនថាតើអ្នកស្រីព្រំចន្ទថាបានកាន់លិខិតហ្នឹងយកទៅដាក់នៅប៉ុស្តិ៍ហ្នឹងអត់ឲ្យ check មើលកាមេរ៉ាថ្ងៃ5ហ្នឹងឲ្យយកមកបង្ហាញប្រាប់ប្រជាពលរដ្ឋថាមួយថ្ងៃវាស់ល្ងាចហ្នឹងអត់មានឈ្មោះឬក៏អត់មានមុខអ្នកណាមកកាន់តូបដាក់សបុតហ្នឹងទេឈ្មោះអីឬក៏ខាងលោករងឈុនអីអញ្ចឹងទៅពេលនិយាយបែបនេះគឺកោកសឹកមកតដោកឆ្អិតតែពោះកបីទេយើងនិយាយគឺវាអន់ខ្លួនខ្ញុំមិនចង់ឲ្យមន្ត្រីខ្មែរក្មេងៗហ្នឹងអន់ខ្លួនទេបងប្អូនព្រោះសុទ្ធតែជាអ្នករៀនសូត្របានចេះដឹងច្រើនឥឡូវទី2អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិតបទៅថៃវិញរឿងចោតថារាយការណ៍តែម្ខាងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Thomas Andrews ថ្ងៃនេះគឺប្រហែលជា1ម៉ោងមុននេះទើបតែចេញសេចក្តីថ្លែងការណ៍មួយតបទៅរដ្ឋាភិបាលថៃដែលចោទប្រកាន់លោកថារាយការណ៍តាមម្ខាងជាពិសេសរឿងជនភៀសសឹកដែលអត់បានឲ្យពិគ្រោះអីជាមួយថៃសោះព្រោះថៃប្រហែលថ្ងៃនេះគឺវាយប្រហារលោកវិទិតសំទោសលោក Thomas Andrews ខ្លាំងមែនតើដោយគេឈឺចុកចាប់រឿងលោក Thomas Andrews រាយការណ៍រឿងសិទ្ធិមនុស្សជនភៀសសឹកដែលតាក់ទងនឹងការដែលមិនអាចវិលត្រឡប់ទៅលំនៅឋានវិញដែលនៅសល់2281នាក់ដល់មកដល់ពេលនេះទៅអស់6សែនជាងហើយប៉ុន្តែនៅសល់20000នាក់ហ្នឹងនៅបឹងតគួននៅភូមិជោគជ័យព្រៃច័ន្ទអីហ្នឹងហើយថៃគេថាលោក Thomas Andrews នេះអត់បានពិគ្រោះជាមួយគេហើយរាយការណ៍លំអៀងដោយសារតែមិនយល់ប្រវត្តិសាស្ត្រថៃនិងកម្ពុជាតាក់ទងតំបន់ព្រំដែននឹងឲ្យច្បាស់ហើយមិនមើលកិច្ចព្រមព្រៀងនៃបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលថាអ្នកណានៅហ្នឹងដែលថាខ្មែរព្រមឲ្យថៃត្រួតត្រាតំបន់ហ្នឹងហើយថៃគេយកតំបន់គេបានមកវិញទៀតបាទអាហ្នឹងថាអញ្ចឹងមើលអ្នកណាគេទៅកាត់មកកណាត់ដែលខ្ញុំថាថៃគេថាគេគ្រប់គ្រងតំបន់ហ្នឹងដីរបស់គេទៅយកតែមួយម៉ាត់ហ្នឹងទៅជេរមួងណារេទៀតនិយាយពីក្រុម MMO បាតផ្សារនឹងអត់ប្រយោជន៍ហ្នឹងគឺដូចជាមួយថ្ងៃដូចអត់មានបង្កើតព្រឹត្តិការណ៍ណាមេតិកាស្អីខ្លួនឯងសោះយកពេលមួងណារេតហ្នឹងគឺថាយកឈ្មោះយករូបហ្នឹងទៅដាក់យកមកផ្សាយដើម្បីឲ្យគេជេរបាន like and share ណែវាទៅជាចេះវិញលែងស្គាល់សច្ចៈយុត្តិធម៌អីទាំងអស់ហើយម្នាក់ប្រឹងខ្ញុំសុំចេះខ្ញុំសុំសនំពរទៅបងប្អូនទាំងអស់បងប្អូនធ្វើអីធ្វើទៅអ្នកផ្សាយព័ត៌មានមិនមែនមានតែមួងណារេទេមានច្រើនណាទៅនិយាយអីយកគេខ្លះយកមកប្រើទៅកុំបាច់យកមកមួងណារេតអំពាវនាវឲ្យរដ្ឋាភិបាលប្តឹងទៅអង្គការសហជីវជាតិទៅតុលាការអន្តរជាតិដើម្បីបានដីខ្មែរមកខ្មែរវិញតែប៉ុណ្្នឹងឯងហើយកុំមកររឿងរកូនខ្ញុំថាអីមិនទៅសើរដ្ឋាភិបាលអីហ្នឹងទៅមើលទៅមន្ត្រីរដ្ឋាភិបាលចឹងបានថាឆ្នាំងអត់ក្តៅទេមកងុំក្តៅនឹងគម្របហ្នឹងហ្មងគម្របឆ្នាំងហ្នឹងមកបកស្រាយអញ្ញាញ៉ៃពេញទឹកពេញដីមិនដឹងជាស្អីឯណាថាតឡាការព្រំទាន់យុតិធធអន្តរជាតិហ្នឹងថៃមិនទទួលស្គាល់យុតាធិការប្តឹងមិនបានស្អីណាចុះបើដល់ថៃដែលទទួលស្គាល់យុតាធិការតឡាការយុតិធធអន្តរជាតិហ្នឹងពីអង្កល2ដងហើយគេកាត់ក្តីឲ្យរឿងភះវិហារថៃចាញ់តរហូតមានដែលទទួលស្គាល់ណាហេតុអីក៏ខ្មែរឈ្នះក្តីឆ្ងល់ដែរអត់ទៅមើលរឿងក្តីចាស់នឹងសារឡើងវិញសោះឲ្យម្នាក់ការពីរដ្ឋាភិបាលផ្កាប់មកបានអីមកវិញ
ខ្ញុំនិយាយចង់បានដីមកវិញតាមិនចង់បាត់ដីហ្នឹងអីចាស់ចង់ឆ្ងល់ដែរអីមួយថ្ងៃដូចអត់មានពេលវេលាអីដើម្បីធ្វើការអូស៊ីអីសោះមកហៅរឿងតែមួងណារ៉េតណាម្នាក់ឯងនឹងឆ្ងល់ពេកខ្ញុំវាមិនដែលបានមើលក៏ប៉ុន្តែដល់ពេលនាំគ្នាហៅរឿងមួងណារ៉េតកប៉ុសពេកទៅយើងអូសវាអត់ផុតព្រោះយូរខ្ញុំធុញមុខមួងណារ៉េតខ្លួនឯងដែរអូរមើលព័ត៌មានអីឡើងបានហើយឃើញតែមួងណារ៉េតនៅពេញតែបណ្ដាញសង្គមហ្នឹងហ្មងយីយ៉ាប់មែនតើអរគុណដែរដែលក្រុមអាមីអាថោងនិងពួកបាតផ្សារអីមួយចំនួនហ្នឹងចិត្តតែយកមួងណារ៉េតទៅផ្សាយម្ដងហើយម្ដងទៀតធ្វើឲ្យគេស្គាល់ល្បីពេញបណ្ដាញសង្គមវាទៅជាបុគ្គលទី1ដែលអូសអត់ផុតហ្មងហេតុអីបានទៅជាចង្រៃយ៉ាងនេះចំពងតែឆ្ងល់បងឯមលៀងមាត់របស់ខ្ញុំមួយឆ្នាំងផ្ទះធំហ្នឹងអ្នកឯងមកទទួលទានក៏ទទួលទានអ្នកខ្លះថាអត់ដែលភ្លក់បងឯមមួងណារ៉េតទេចង់សាកភ្លក់ម្ដងមើលហើយដល់ភ្លក់មកភ្លាវបដ ாய் បងឯមមួងណារ៉េតនេះណាខ្ទិះដូងស្ករត្នោតកំពង់ស្ពឺស្លឹកចេកខ្ជូងជូតយ៉ាងប្រណិតយ៉ាងស្អាតហើយរក្សាគុណភាពអត់មានជាតិគីមីទេទទួលទានអត់ដែលរាករុះទេវារាករុះតែពួកសកម្មជនគណៈបកប្រជាជនកម្ពុជាហើយនឹងពួកអាមីអាថោង MMO ដែលបាតផ្សារពៀលាមកតែភ្លក់បងឯមមួងណារ៉េតគឺរាកអាចហ្មងបងប្អូនរាប់លានអ្នក30លានអ្នក view ជាងឥឡូវ33លាន view ស្អីហ្នឹងអត់មានអ្នកណារាកអាចសោះមករាកអាចតែក្រុមគណៈបកប្រជាជនកម្ពុជាហ្នឹងឲ្យតែមកភ្លក់គឺរាកអាចហ្មងដោយសារពួកគាត់វាដូចថាអត់ដែលទទួលអាហារដែលបរិសុទ្ធណាបងប្អូនគាត់បានតែអាហារគីមីបំពុលដល់អញ្ចឹងទៅពូវៀនពូតាំងគាត់នឹងវាវល់ជាមួយនឹងអាហារស្មៅគ្រោកវាមេរោគច្រើនដូចខ្ញុំធ្លាប់និយាយអញ្ចឹងគឺមេរោគខ្លួនគាត់នឹងវាស៊ាំនឹងមេរោគហ៎បងប្អូនដល់អញ្ចឹងដាក់មេរោគអីទៅគឺវាស្របគ្នាដោយវារស់នៅជាមួយគ្នាបានដល់តែប៉ះបងអែម organic ខ្ទិះដូងក៏សុទ្ធស្ករត្នោតក៏សុទ្ធអីក៏សុទ្ធតភ្លក់រីអាចគ្រប់គ្នាហ្មងអ្នកឲ្យតែមកភ្លក់រីអាចឲ្យតាំងទៅប៉ាតណាប៉ាតណីអារឿងស្អីគេដែលខ្ញុំនិយាយពីសបុតកំណើត$30ប្រជាប្រដ្ឋរងគ្រោះទៅខំជួយការពីរដ្ឋាភិបាលអត់មើលវីដេអូបំភ្លឺរបស់ខ្ញុំម្ដងហើយម្ដងទៀតដំបូងខ្ញុំផ្សាយម្ដងក្រោយមកខ្ញុំមានការផ្សាយអត់មានទៅយកមកជ្រុងកន្លែងណាមកគឺរីអាចហ្មងហើយប៉ាតណាប៉ាតណៃរិះគន់មួងណារ៉េតពេលខ្លះខ្ញុំអត់មានតែខ្លាចការរិះគន់ទេបងប្អូនប៉ុន្តែដល់ពេលយើងអត់មានដឹងខ្ចល់អីអត់ទិសតំបន់អីចេះតែប៉ាតណាប៉ាតណៃបិទភ្នែករិះគន់យកអញ្ចឹងខ្ញុំសណ្ដោះណាខ្ញុំអត់មានតែខ្លាចអស់លោករិះគន់បើខ្ញុំនិយាយថាកុំថាមួយលានអ្នកក៏បានដែរមកចេញមកតតាំងជជែកមតិជាមួយខ្ញុំហើយឲ្យថ្លៃធ្នូខ្ញុំនិយាយតែប៉ុណ្្នឹងឯងបើថាថោកទៀតទេមកអត់បានទេអត់ត្រូវការទទួលជជែកអីសោះហ្មងព្រោះអីតែយើងបើកមាត់មកថោកទៀតអ្វីដែលយើងនិយាយគឺថោកទាំងអស់វាអត់ត្រូវការជជែកទេយើងគ្មានសិលធម៌គ្មានគុណធម៌គ្មានសុជីវធម៌ជជែកអីគេកើតទៀតបងប្អូនអត់មានជជែកអីបានទេហើយខ្ញុំសុំទោសខ្ញុំមិនមែនថាអូមិនគោរពមិនស្ដាប់មិនអីអត់ទេតែអត់សិលធម៌អត់សុជីវធម៌ហើយគឺអស់អីនឹងគ្នាជាមួយខ្ញុំអត់មានជជែកទេហើយមកប៉ាតណាអីមកឌៀលខ្ញុំនឹងមកឌៀលខ្មែរកែបក្នុងដូងអីណាខ្ញុំឌៀលមិនទៅប្រាប់លោកហួតហាក់ដែលជាមេក្រសួងទេសចរទៅថាយកអង្កែបចេញពីដូងអាកម្មវិធីទេសចរអីគាត់ថាយកអង្កែបចេញពីដូងយើងអង្កែបក្នុងដូងនឹងខ្ញុំមិនចង់សម្ដៅទៅលើប្រជាប្រដ្ឋទាំង18លានអ្នកទេខ្ញុំសម្ដៅទៅលើក្រុមអាមីអាថោង MMO បាតផ្សារពៀលាអសរោះអាមឹងហ្នឹងដែលជាអង្កែបក្នុងដូងអត់ដឹងពិភពលោកធំខ្ញុំនិយាយហ្នឹងសម្ដៅទៅអស់លោកអង្កែបក្នុងដូងហ្នឹងតាប្រជាប្រដ្ឋខ្មែរ18លានអ្នកមានអ្នកណាអង្កែបក្នុងដូងគេដឹងអស់ហើយគ្រាន់គេនិយាយអត់បានហើយមកថាឌីលខ្ញុំនឹងទៅស្អីណាសើបងប្អូនយើងហ្នឹងមើលងាយខ្មែរគ្នាឯងខ្ញុំអត់ដែលមើលងាយខ្មែរម្ដងណាទេប៉ុន្តែខ្ញុំមើលងាយខ្មែរដែលជាឆ្កែឆ្កួតខ្ញុំមើលងាយមែនតើព្រោះឆ្កែឆ្កួតទាំងអស់នេះធ្វើឲ្យខ្មែរថោកហើយខ្ញុំមើលងាយហ្មងព្រោះអ្នកទាំងអស់នោះមិនតំណាងឲ្យខ្មែរទេប៉ុន្តែធ្វើឲ្យខ្មែរបាក់មុខបាក់មាត់អាហ្នឹងខ្ញុំមើលងាយខ្ញុំកែឲ្យគាត់ដូរតែប៉ុណ្្នឹងតាខ្ញុំស្រឡាញ់ខ្មែរអស់ចាតែម្ដងហើយឥឡូវលោក Thomas Andrews គឺគាត់ទៅប្រាប់ថៃនេះសេចក្តីថ្លែងការណ៍គាត់ថាខ្ញុំរីករាយសាទរអរគុណដែលដឹងថាថៃចាប់អារម្មណ៍នឹងសេចក្តីថ្លែងការណ៍របស់គាត់ពីសិទ្ធិមនុស្សដែលគាត់រាយការណ៍នៅប្រទេសកម្ពុជាតាក់ទងនឹងជនភៀសសឹកដែរហើយក្នុងនាមជាអ្នករាយការណ៍ពិសេសគាត់ផ្ដោតខ្លាំងទៅលើសិទ្ធិមនុស្សនឹងឯងគាត់ស្វាគមន៍មតិរិះគន់របស់រដ្ឋាភិបាលថៃហើយថានេះហើយបានជាគាត់បានផ្ញើសេចក្តីរាយការណ៍ព្រៀងមួយច្បាប់2ថ្ងៃមុននឹងគាត់ចេញហ្នឹងគាត់ផ្ញើទៅថៃទៅទៀត
ឲ្យរដ្ឋាភិបាលថៃមើលហើយចេញមតិមកមុននឹងគាត់ចេញសេចក្តីថ្លែងការណ៍រដ្ឋាភិបាលថៃជ្រើសរើសមិនតបអីគាត់សោះអញ្ចឹងគាត់ក៏ថ្លែងការណ៍តាមហ្នឹងព្រោះខាងនោះឲ្យមើលហើយគាត់មិនមើលប៉ុន្តែលោក Thomas Andrews នេះគឺជាមនុស្សអាជីពគួរសមការទូតគួរឲ្យគោរពមែនតើភាសាគាត់ខ្ញុំចង់ឲ្យខ្មែរយើងនេះជាអ្នកនាំពាក្យខ្មែរគ្រប់ក្រសួងជាមន្ត្រីរាជការឬក៏រដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីប្រធានព្រឹទ្ធសភាខ្មែរអីនេះរៀនសូត្រតាមលោក Thomas Andrews វិធីអ្នកមានវិជ្ជាជីវៈគឺគេខឹងគេមួម៉ៅប៉ុណ្ណាគឺគេឆ្លើយយ៉ាងត្រជាក់ហើយមួយគាត់ថាអរគុណឃើញទេអរគុណថៃដែលចាប់អារម្មណ៍គេអត់ចេញមកគឺណែឯងលៀបពណ៌ណែឯងស្អីបំពល់អីអត់មានអញ្ចឹងទេអរគុណដែលចាប់អារម្មណ៍ខ្ញុំបានជូនសេចក្តីព្រៀងនេះទៅអ្នក2ថ្ងៃមុននឹងដែរតែអ្នកមិនតបដូច្នេះខ្ញុំនៅតែស្វាគមន៍អ្នកដដែលតើខ្ញុំបាននិយាយឲ្យលោកថាខ្ញុំបាននិយាយឲ្យនៅក្នុងសេចក្តីថ្លែងការណ៍ខ្ញុំថាខ្ញុំធ្វើការដើម្បីសិទ្ធិមនុស្សហើយក៏តកតងនឹងរដ្ឋាភិបាលខ្មែរក៏តកតងនឹងរដ្ឋាភិបាលថៃនឹងស្វាគមន៍ដើម្បីទៅជួបជាមួយនឹងមន្ត្រីថៃដើម្បីស្ដាប់ពីខាងថៃដែរឲ្យតែទទួលស្វាគមន៍លោកនិយាយទៀតពេលនេះក៏នៅតែបើកទ្វារនឹងទៀតនេះអ្នកដែលគេមានអាជីពគេនិយាយចឹងហើយគាត់និយាយថាពីរឿងជនភៀសសឹកដែល650,000 នាក់ហ្នឹងគឺលោកនិយាយពីរឿងសិទ្ធិមនុស្សលោកអត់មាននិយាយពីរឿងនយោបាយពីប្រវត្តិសាស្ត្រអីទេគឺលោកចង់សម្ដៅថាឥឡូវ600,000 នាក់កាលមុនគាត់រស់នៅសុខសាន្តហើយស្រាប់តែមានសង្គ្រាមក្តាំងគឺគាត់ក្លោចផ្សារហើយទៅនៅសល់20,000 នាក់ទៀតអត់បានទៅលំនៅឋានវិញនេះគឺជាការរំលោភសិទ្ធិមនុស្សគាត់អត់មានខ្វល់ថាភាគីណាខុសភាគីណាត្រូវទេគឺគាត់និយាយអំពីសង្គ្រាមហ្នឹងគឺគាត់ចង់ឲ្យផ្សះផ្សាគ្នាឲ្យឆាប់ទៅបានប្រជាប្រដ្ឋវិលទៅកុំឲ្យរងការរំលោភសិទ្ធិមនុស្សមន្ត្រីសិទ្ធិមនុស្សគាត់និយាយចឹងហើយសមហេតុសមផលហើយគាត់នៅតែនិយាយទៀតថានៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជានិងថៃដោះស្រាយវិបត្តិព្រំដែននេះឲ្យឆាប់តាមដែលអាចធ្វើទៅបានដើម្បីឲ្យប្រជាប្រដ្ឋវិលទៅលំនៅឋានវិញបានឆាប់តាមដែលអាចធ្វើទៅបានក៏ប៉ុន្តែនៅពេលដែលថៃមានប្រតិកម្មខ្លាំងកម្ពុជាអត់ទាន់មានទេមកដល់ម៉ោងនេះមន្ត្រីកម្ពុជាត្រេកអរសាទរលោក Thomas Andrews តែករណីរឿងជនភៀសសឹកហ្នឹងដែលថៃមានប្រតិកម្មរឿងសិទ្ធិមនុស្សរឿងបោះឆ្នោតរឿង scam រឿងស្អី10ចំណុចជាងអត់ទាន់មានមន្ត្រីគណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលកម្ពុជាអ្នកនាំពាក្យអីចេញមកប្រតិកម្មនៅឡើយទេព្រោះកំពុងតែវល់ក្នុងគូក្បាលហ្នឹងមិនដឹងថាត្រូវគិតចេញមិនចុះបើយើងទាត់ចោលអាល្បីដែលគាត់និយាយត្រូវពីរឿងសិទ្ធិមនុស្សប្រជាធិបតេយ្យនៅស្រុកខ្មែរទាត់ចោលអាហ្នឹងចុះបើយើងព្រមទទួលស្គាល់រឿងជនភៀសសឹកដែលចំណេញអានោះឲ្យអន្តរជាតិគេមើលឃើញថៃមើលឃើញអីថាដូចជារំលោភបំពានដែរតើយកមួយណាឥឡូវហ្នឹងពិបាកមែនតើគាត់កំពុងថ្លឹងថ្លែងបើយើងទាត់ចោលមកកលៈអត់យកអាមួយចុះមកកញ្ចប់ហ្នឹងបើយកទាំងអស់ហ្នឹងគេដាក់ឲ្យមកកញ្ចប់ហើយចឹងបានន័យថាម៉េចពិបាកយើងចាំមើលតែរដ្ឋាភិបាលនឹងតបយ៉ាងម៉េចបាទឥឡូវបន្តទៅទៀតគឺមន្ត្រីមេ FBI ព្រមានចាប់ក្របួចក្រុមអក្រិតជនឆបោកអនឡាញឲ្យអស់មិនថាកំពុងលាក់ខ្លួនពួនសង្ងំនៅកហែងណានេះជាសារខ្លាំងរបស់លោក Kash Patel ដែលគាត់ថ្លែងសារនៅពេលដែលចាប់មេឆបោកអនឡាញនិងពួកអក្រិតជនជួញដូរគ្រឿងញៀនមិចស៊ីកូហើយគាត់បាននិយាយខ្លាំងនៅក្នុងសន្និសីទសារព័ត៌មានម្សិលមិញលោក Kash Patel និយាយចេះលោកថាអ្នកដែលប្រព្រឹត្តអំពើឆបោកអនឡាញនិងអ្នកពាក់ព័ន្ធគឺអ្នកមិនអាចសំងំលាក់ខ្លួនពួនអាត្មាទោះនៅក្រហែងណាក៏ដោយគឺគ្មានទេទីជំរកសុវត្ថិភាពសម្រាប់អក្រិតជនសហរដ្ឋអាមេរិកនឹងសហការជាមួយនឹងរដ្ឋាភិបាលក្រៅប្រទេសដើម្បីចាប់ក្របួចអ្នកទាំងអស់នោះយកមកទទួលយុត្តិធម៌គឺប្រព័ន្ធយុត្តិធម៌អាមេរិកគាត់បញ្ជាក់ច្បាស់ទៀតព្រោះអីមកដល់នេះគាត់ថាសហការជាមួយរដ្ឋាភិបាលបរទេសបញ្ជូនមនុស្សបានប្រមាណជា30នាក់រួចទៅហើយដែលយកមកកាត់ក្តីក្នុងតុលាការអាមេរិកហើយសហការជាមួយប្រទេសទាំង15សារនេះគឺជាសារប្រាប់ទៅកម្ពុជាប្រាប់ទៅថៃប្រាប់ទៅអីខ្ញុំជឿថាកម្ពុជាច្រើនជាងព្រោះប្រទេសកម្ពុជានេះណាជនដែលមាននៅក្នុងបញ្ជីខ្មៅរបស់ FBI តកតងមកសបុកជាមួយនឹងលោកចិនស៊ីហ្នឹងនៅច្រើនណាអត់ទាន់បានចាប់មួយទេហើយចាប់លោកចិនស៊ីហ្នឹងទៀតសោតអត់បញ្ជូនឲ្យអាមេរិកកាត់ទោសទៅឲ្យចិនទៅវិញ
ព្រោះអ្នកដែលជាជនរងគ្រោះគឺអាមេរិកទេលោក Kash Patel ថាការដែលត្រូវចាប់ជនទាំងអស់ដែលជាអក្រិតជននៅពីក្រោយការឆបោកអនឡាញនេះគឺដោយសាររកយុត្តិធម៌ជូនជនជាតិអាមេរិករាប់សែនអ្នកដែលខ្លាចជាជនរងគ្រោះជាពិសេសយាយតាចាស់ដែលចូលនិវត្តន៍ទៅហើយប្រាក់សន្សំរបស់គាត់ប្រាក់រត្រែតអាសោធននិវត្តន៍របស់គាត់គឺលលាយសូន្យបង់អស់ដោយសារក្រុមឆបោករួមទាំងនៅប្រទេសកម្ពុជានេះអញ្ចឹងគឺត្រូវយកមកកាត់ទោសហើយត្រូវយកលុយហ្នឹងទៅជូនជនរងគ្រោះនឹងវិញអានេះអ្វីដែលលោក Kash Patel បាននិយាយហើយថាបើប្រជាពលរដ្ឋណាក៏ដោយដែលមានព័ត៌មានតាក់ទងនឹងរឿងមេអក្រិតជនណាលាក់ខ្លួននៅណាចង់ឲ្យអាមេរិកទៅចាប់ឲ្យតាក់ទងទៅ FBI គឺលេខ800 calls FBI បាទ800 calls FBI លេខហ្នឹងគឺបងប្អូនមើលនៅក្នុងប៊ូតុងទៅ800ក្បាល800បូក1ហ្នឹងមានហើយ calls CALLS វាយតាមលេខតួអក្សរហ្នឹងទៅចេញលេខហើយ FBI ហ្នឹងគឺវាយតាមលេខ FBI នៅលើលេខថាទូរស័ព្ទហ្នឹងទៅឃើញហើយអាមេរិកនឹងចាត់ការទៅតាមការផ្ដល់ដំណឹងនេះខ្ញុំជឿថាថ្ងៃមុននោះលោក Kash Patel ក៏បានទៅផ្ដល់ប្រទេសកម្ពុជាដែរទៅជួបលោកហ៊ុនម៉ាណែតជួបអីដែរប៉ុន្តែយើងអត់ទាន់ឃើញដែរលោក Thomas Andrew ក៏ឆ្ងល់ដែរថាគេប្រយុទ្ធប្រឆាំងការឆបោកអនឡាញយ៉ាងម៉េចក៏ក្រើកពេញស្រុកខ្មែរតែចាប់មេឆបោកអនឡាញធំនៅពីក្រោយនឹងអុកញ៉ាមហាមន្ត្រីអត់បានម្នាក់សោះលោកឆ្ងល់ហើយលោកលើកទឹកចិត្តឲ្យចាត់ការបាទលើបន្តទៅទៀតគឺទាហានថៃដឹកដូងទាំងឡានយកមកដាំនៅប្រាសាទខ្នារបស់ខ្មែរថ្ងៃនេះគឺយើងឃើញឡានទ្រុងធំដឹកដូងមកទម្លាក់នៅប្រាសាទខ្នាដើម្បីដាំតាមពិតថៃអត់មានប្រដាក់ដៃទេធ្វើលបងចាក់បេតុងដាក់បន្លាលួសកុងតឺន័រដាំដើមឈើឈូសឆាយវត្តអារាមផ្ទះសម្បែងធ្វើហេដ្ឋារចនាសម្ព័ន្ធសង់ផ្លូវប៉ុស្តិ៍យាមដាក់ទង់ជ័យធ្វើពិធីសែនព្រេននៅប្រាសាទហៅភ្ញៀវឲ្យចូលទៅទស្សនាយកលុយហៅអ្នកកសែតចុះទៅពិនិត្យមើលកន្លែងដែលថៃយកបានឈូសឆាយធ្វើស្ពានធ្វើចាក់គ្រោះក្រាលថ្នចាក់បេតុងនៅគ្រប់តំបន់ដែលថៃវាយបានអញ្ចឹងមកនេះគឺថៃគេធ្វើឲ្យសំណង់ទាំងអស់នោះคล้ายទៅជាសំណង់ស្របច្បាប់របស់ថៃក្នុងពេលដែលកម្ពុជាអត់បានប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិទេប៉ុន្តែកម្ពុជាតវ៉ាជាង800ដងហើយកម្ពុជាអះអាងថាការតវ៉ានេះនឹងបានដីមកវិញខ្ញុំថាសុំភ្លើងយៈហើយឥឡូវនេះគឺក្រសួងការពារជាតិថ្ងៃនេះគឺបន្តចុះទៅប្រមូលភស្តុតាងកន្លែងទម្លាក់គ្រាប់បែកពីយន្តហោះ F16 របស់ថៃនៅលើទឹកដីខ្មែរក្រសួងការពារជាតិហ្នឹងគឺដូចខ្ញុំនិយាយចឹងស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អងបានត្រឹមតែរូបថតទៅថតយកមកប្រមាណ100ប៉ុស្តិ៍ទៅហើយទើបតែយើងអាចថាភស្តុតាងនឹងគ្រប់គ្រាន់មួយឆ្នាំជាងហើយហ្នឹងមួយឆ្នាំ8ខែគាត់ចុះទៅថតរាល់ថ្ងៃនេះគាត់នាំក្រុមប្រឹក្សាណែក្រុម AOT គឺក្រុមសង្កេតការអាស៊ានទៅចំណុចភូមិសាអែមខាងជើងឃុំសាអែមស្រុកជាំខ្សានខេត្តព្រះវិហារដែលទៅជួបប្រជាពលរដ្ឋឲ្យទៅមើលអា F16 ដែលគេទម្លាក់គ្រាប់លើប្រទេសប្រជាពលរដ្ឋធ្លុះធ្លាយខ្ទេចខ្ទីអស់ហ្នឹងបានអីមកវិញខ្ញុំលើកទឹកចិត្តថាប្រមូលភស្តុតាងនោះល្អហើយចុះភស្តុតាងប្រមូល8ខែហើយហ្នឹងអត់បានគ្រប់ទេត្រូវទៅរាល់ថ្ងៃមិនភស្តុតាងហ្នឹងមួយថ្ងៃស្អែកឡើងថៃទម្លាក់ 4-5 គ្រាប់ទៀតខាន់ស្អែកគេទម្លាក់ 4-5 គ្រាប់ទៀតគឺយ៉ាងម៉េចយើងទៅម្ដងយើងកត់ត្រាមកយើងថតមកយើងដាក់ទៅហើយយើងដាក់ប្តឹងទៅបានហើយមិនអញ្ចឹងណារដ្ឋមន្ត្រីក្រសួងការពារជាតិអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជាតិតានោះសន្យាថាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រមូលភស្តុតាងតាំងពីខែធ្នូឥឡូវមកដល់ខែសីហាហើយនៅតែអត់ដឹងដាក់នៅណាហើយនិយាយពីកម្ពុជាយើងនឹងប្រើយន្តការអន្តរជាតិមានទាំងអស់អន្តរជាតិការទូតប្តឹងតវ៉ាជំទាស់កំណត់ទូតអត់តែដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិនឹងមួយគត់អញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តឲ្យកម្ពុជាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិព្រោះភស្តុតាងវាគ្រប់ហើយវាអត់មានអីឆ្ងល់ទៀតទេមិនបាច់សារព័ត៌មានណានិយាយមិនបាច់លោកហ៊ុនម៉ាណែតទៅឲ្យសារព័ត៌មានណាសម្ភាសព្រោះភស្តុតាងនៅក្នុងការដាក់ប្តឹងទៅតុលាការមិនមែនយកទៅផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយទេគឺយកទៅដាក់នៅអង្គការស្អីណែតុលាការព្រហ្មទណ្ឌអន្តរជាតិរឿងមួយទៀតរឿងម្សិលមិញមានអ្នកស្ដាប់ព័ត៌មានមួងនរិនម្នាក់គាត់ចេញមករិះគន់ខ្ញុំ
គាត់ថាមួងណារ៉េតនេះបានតែកោកសឹកមកតដោកឆ្អែតតែពោះកបីដែរទេអត់ដែលផ្សាយព័ត៌មាននេះដើម្បីឲ្យអន្តរជាតិជាភាសាអង់គ្លេសនឹងឲ្យគេដឹងអំពីថៃឈ្លានពានកម្ពុជាសោះមកនិយាយពីរឿងតែខ្មែរអត់ព្រមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមតាន់អន្តរជាតិអីចឹងនិយាយប្រាប់តែខ្មែរគ្នាឯងខ្ញុំសូមប្រាប់លោកថាខ្ញុំនិយាយរឿងនេះ100ដងហើយមួងណារ៉េតបងអែមលៀងមាត់មកផ្ទះធំនេះកុំឲ្យតម្លៃមួងណារ៉េតពេកអត់មានតម្លៃស្អីទៅប្រាប់អន្តរជាតិណាគេមកជឿមួងណារ៉េតទេអន្តរជាតិគេស្ដាប់សារព័ត៌មានអន្តរជាតិអន្តរជាតិគេស្ដាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអន្តរជាតិគេស្ដាប់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិឬក៏ក្រមសិទ្ធិមនុស្សអន្តរជាតិអង្គការអីគេរកព័ត៌មានឬក៏ស្ដាប់អង្គការក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរនោះដែលគេធ្វើជាសម្លេងរបស់ជនរងគ្រោះនោះបានគេស្ដាប់មួងណារ៉េតហ្នឹងណាគេស្ដាប់ឆ្ងល់នោះឆ្ងល់មករករឿងតែមួងណារ៉េតម្នាក់ឯងហ្នឹងកសែតខ្មែរឯករាជ្យបិទចោលអស់អង្គការសង្គមស៊ីវិលឯករាជ្យនៅស្រុកខ្មែរបិទចោលមនុស្សដែលហ៊ាននិយាយរិះគន់ការពិតពីរឿងរដ្ឋាភិបាលរឿងស្អីផ្សេងរឿងព្រំដែនចាប់គេដាក់គុកអស់មន្ត្រីសិទ្ធិមនុស្សមន្ត្រីបរិស្ថានមន្ត្រីស្អីដាក់នៅក្នុងបញ្ជីខ្មៅមកកណោក៏ដឹកអ្នកដែលគេត្រូវស្ដាប់ទាំងអស់ហ្នឹងយើងចាប់គេដាក់គុកអស់ហើយទៅមករករឿងមួងណារ៉េតអត់ផ្សាយទៅពិភពលោកឲ្យបានឮខ្ញុំឆ្ងល់ថាអស់លោករាល់ថ្ងៃហ្នឹងក៏គិតអីខ្ញុំបានប្រាប់ឲ្យថាគេអត់មានមកស្ដាប់មួងណារ៉េតទេព្រោះមួងណារ៉េតនេះគឺជាបង្អែមលៀងមាត់អត់មានអន្តរជាតិណាមកស្ដាប់មួងណារ៉េតទេនិយាយឲ្យចឹងខ្ញុំអត់មែនថាចុះទម្លាក់តម្លៃខ្លួនឯងម៉េចឃើញគេស្ដាប់ច្រើនណាគេស្ដាប់ច្រើនតែបងប្អូនប្រជាពលរដ្ឋខ្មែរដែលខ្លោចផ្សាររឿងការធ្វើបាបរបស់រដ្ឋាភិបាលកម្ពុជាតាហើយខ្ញុំក៏និយាយរឿងថៃឈ្លានពានគេអត់មានស្ដាប់មួងណារ៉េតទេព្រោះអីរដ្ឋាភិបាលខ្មែរអត់ទាំងប្តឹងថៃទៅតុលាការព្រំតាន់អន្តរជាតិផងហ្នឹងអ្នកណាគេដឹងថាថៃឈ្លានពានយើងបើម្ចាស់ផ្ទះសញ្ញេអ្នកណានៅហ្នឹងព្រមឲ្យគេនៅហ្នឹងរួចអត់មានប្តឹងគេផងហើយទៅឲ្យមួងណារ៉េតនិយាយឲ្យអ្នកណាស្ដាប់ខ្ញុំពងតែឆ្ងល់ហេតុអីបងអស់លោកមកធ្វើទុកបុកម្នេញអីនឹងមួងណារ៉េតទៅផ្សាយតែបង្អែមលៀងមាត់មួយថ្ងៃគេងបានតែ4ម៉ោងនឹងផ្សាយមិនទាំងគ្រប់ផងជាភាសាខ្មែរទៅឲ្យខ្ញុំផ្សាយទៅជាភាសាអង់គ្លេសអស់លោកផ្ដល់ប្រាក់វិភាគទានដើម្បីឲ្យស្ថាប័ននេះបើកនឹងប៉ុន្តែចុះបើអស់លោកធ្វើកើតមិននាំគ្នាធ្វើទៅខ្ញុំឃើញប្រជាពលរដ្ឋខ្មែរយុវជនក្មេងៗកាលពីថៃវាយដំបូងនឹងឡើងពេញបណ្ដាញសង្គមនិយាយភាសាអង់គ្លេសសឹងតែគ្រប់គ្នាប្រាប់ទៅអន្តរជាតិឲ្យគេជឿថាថៃឈ្លានពានឥឡូវគេជឿមែនឃើញធ្វើគ្រប់គ្នានឹងគេជឿមែនរាប់រយរាប់ពាន់នេះអត់ទាំងមានអ្នកណាគេជឿទេខ្ញុំថាជឿគឺតោះតែមានប្រព័ន្ធឯករាជ្យផ្សព្វផ្សាយនៅស្រុកខ្មែរយើងបំផ្លាញទៅរករឿងរដ្ឋាភិបាលខ្មែរដែលបំផ្លាញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបំផ្លាញអង្គការសង្គមស៊ីវិលឯករាជ្យបំផ្លាញអ្នកដែលគ្នាឯករាជ្យដែលគ្នារៀននិយាយការពិតដើម្បីឲ្យគេយកព័ត៌មាននឹងបានអត់មករករឿងមួងណារ៉េតឯណាចេះអីខ្ញុំឃើញតែម្ដងបានតែ5នាទីទេប្លុកចោលអស់ខ្ញុំសុំទោសនិយាយខ្វះការពិចារណាអីចិត្តតែរករឿងចឹងខ្ញុំមិនអាចទៅស្ដាប់ទៅចែកគ្នាបានសោះហ្មងមនុស្សយើងតែអត់មានគេហៅសតិសម្បញ្ញៈបញ្ញាញាណវិចារណញាណអីដែលអាចចែកគ្នាបានខ្ញុំអត់អាចចែកបានទេខាតពេលបងប្អូនខ្ញុំសុំទោសខ្ញុំប្លុកចោលអស់ហើយព្រោះអីចេញមកគឺខុសរឿងតែម្ដងមកនិយាយដូចថាមករករឿងមួងណារ៉េតហ្នឹងទៅជាអ្នកដោះស្រាយបញ្ហាប្រទេសជាតិបានទៅលើពិភពលោកអីណាកុំឲ្យតម្លៃខ្ញុំខ្ពស់ពេកបានហើយខ្ញុំសុំតែជាបង្អែមលៀងមាត់មកផ្ទះធំហ្នឹងទៅទាំងអ្នកទឹកនោមផ្អែមមិនទឹកនោមផ្អែមទទួលទានទៅធ្វើម៉េចតំណាក់តំណងចិននិងថៃឡើងកម្ដៅមួយភឹបក្រោយជនជាតិចិន20នាក់ត្រូវបានហាមឃាត់មិនឲ្យឡើងលើយន្តហោះព័ត៌មាននេះវារឿងគួរឲ្យអស់សំណើចប៉ុន្តែជារឿងពិតណាបងប្អូននៅថៃប្រហែលថ្ងៃមុននេះអ្នកដំណើរមកវងជាជនជាតិចិនប្រហែល22នាក់គេទៅតាមអ្នកដែលល្បីរបស់ជនជាតិចិនតារាល្បីរបស់គេណាមួយមកពលានយន្តហោះសវណ្ណភូមិរបស់ថៃហើយអ្នកទាំងអស់ហ្នឹងគឺត្រូវត្រៀមឡើងយន្តហោះសោះហ្នឹងដល់តែពេលមានណែតារាគេមកហ្នឹងគេតាមថតរូបបាក់ទឹកបាក់ផុកចូលទៅហួសអាតំបន់សន្តិសុខការពារសុវត្ថិភាពនៃកន្លែងអ្នកដំណើរហ្នឹងទៅអញ្ញាយពេញទឹកពេញដីរហូតតតែមានការដែល
សន្តិសុខគេហ្នឹងក៏បញ្ជាប្រាប់ទៅបិទទ្វារយន្តហោះហ្នឹងមិនឲ្យចូលហ្មងព្រោះអីអញ្ញអញ្ញៃចឹងពេកគេពិបាកដែរព្រោះអត់សម្ដាប់ធ្នាប់បញ្ហាសន្តិសុខសុវត្ថិភាពខុសអាកន្លែង scan កន្លែងអីគេហើយចូលមកដល់កន្លែងអ្នកដំណើរមកឡើងយន្តហោះអីគឺគេអត់ឲ្យឡើងដល់ពេលអត់ឲ្យឡើងមានការថ្នាក់ភ្លាមថាថៃរើសអើងជនជាតិចិនហើយអាញាធរថៃក៏ចេញសុំទោសទៀតនៅខាងសវណ្ណភូមិហ្នឹងសរសើរគឺថាវិជាជីវៈគេហ្នឹងគឺខ្ញុំអត់សរសើរថៃទេបងប្អូនខ្ញុំសើវិជាជីវៈនៅក្នុងការដោះស្រាយបញ្ហាដោយសារតែពេលកំពុងមានបញ្ហាហ្នឹងមានសន្តិសុខថៃម្នាក់ដែលគាត់ធ្វើភ្នែកភ្នែកយើងភ្នែកចិនគាត់រៀងតឹងបន្តិចចឹងដល់ពេលចុះគាត់ធ្វើរៀងឲ្យពីចឹងគឺក្នុងន័យមើងងាយខ្ញុំក៏អត់គាំទ្រដែរខ្ញុំថាមន្ត្រីសន្តិសុខថៃនេះគឺលើសហើយធ្វើលើសហើយយើងអត់ត្រូវមើងងាយភ្នែកតូចភ្នែកធំអីទេព្រោះអាហ្នឹងគឺជាធម្មជាតិ generic ហើយអត់មានទៅធ្វើរើសអើងជាតិសាសន៍អីចឹងទេព្រោះអីអត់មើលគំរូជនជាតិមិចស៊ីកូម្នាក់កាលពីខែមិថុនាពេលដែលកូរ៉េខាងត្បូងទាត់បាល់ជាមួយ FIFA World Cup ជាមួយនឹង Czech Republic ឃើញស្ត្រីកូរ៉េដែលទៅគាំទ្រក្រុមកូរ៉េខាងត្បូង